បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងគ្នាក្នុងបណ្ដាញសង្គម Facebook ជាទីគោរពស្នេហាបាទថ្ងៃនេះខ្ញុំមានខកំពីមួយហើយចង់លើកឡើងទាក់ទងនឹងសេចក្តីស្រឡាញ់តើបងប្អូនទាំងគ្នាទទួលបានសេចក្តីស្រឡាញ់ហើយនៅបាទខ្ញុំជឿជាក់ថាបងប្អូនទាំងគ្នាម្នាក់គាត់ជាទទួលបានសេចក្តីស្រឡាញ់ខុសគ្នាហើយក៏ផ្លែកពីគ្នាហើយផ្សេងពីគ្នាដោយស្រឡាញ់ពីឪពុកម្ដាយបានទទួលពីកូនទទួលពីឪពុកម្ដាយបាទអញ្ចឹងពីមិត្តភ័ក្តិដែលស្រឡាញ់មិត្តភ័ក្តិពីណាពីណីអីចឹងដាក់ទៅតែថ្ងៃនេះខ្ញុំចង់លើកពីសេចក្តីស្រឡាញ់របស់ôngព្រះជាម្ចាស់ព្រះណាទៅបាទគឺព្រះវរបិតាដែលទ្រង់គង់នៅឋានសួគ៌ហើយទ្រង់គង់គ្រប់ទីកន្លែងបាទអញ្ចឹងព្រះអង្គស្រឡាញ់យ៉ាងម៉េចចឹងសូមអានព្រះគម្ពីរជាមួយគ្នានៅព្រះគម្ពីរយូហានជំពូក3ខ16ដែលបានមានខ្លឹមសារដូចតទៅបាទព្រះគម្ពីរយូហានជំពូក3ខ16បានចែងថាត្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយដើម្បីឲ្យអស់អ្នកណាដែលជឿដល់ព្រះរាជបុត្រានោះមិនត្រូវវិនិច្ឆ័យឡើយគឺឲ្យមានជីវិតអស់កលជានិច្ចវិញអាមែនបាទអញ្ចឹងអរគុណព្រះអង្គចឹងខកំពីទីនេះបានបញ្ជាក់ថាព្រះអង្គស្រឡាញ់មនុស្សលោកអញ្ចឹងហើយព្រះអង្គបានប្រទានព្រះរាជបុត្រា